ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនទី2ជាមួយខ្ញុំដូចមុនដែរដំបូងឡើយយើងមុននឹងចាប់ផ្ដើមគូយើងត្រូវគូបន្ទាត់ត្រង់មុនសិនតែបើសិនជាបងប្អូនគិតថាគូដោយដៃអត់តន់ត្រង់ល្អទេបងប្អូនអាចប្រើបន្ទាត់ជំនួសសិនដោយសារយើងចាប់ផ្ដើមរៀនដំបូងគឺដៃយើងអត់តន់នឹងទេអញ្ចឹងយើងអាចប្រើបន្ទាត់ជំនួសបណ្ដោះអាសន្នសិនបានអញ្ចឹងវីដេអូលើកនេះខ្ញុំសុំសាររៀងលឿនបន្តិចដោយសារអត់ចង់ឲ្យវានាទីច្រើនពេកពេលណាដែលយើងគូរួចយើងចាប់ផ្ដើមផាត់សម្មាល់ហើយសម្មាល់យើងចាប់ផ្ដើមផាត់ពីតេអាងឹតមុនទៅអញ្ចឹងខ្ញុំចាប់ផ្ដើមដោយប្រើ B ហើយពេលយើងផាត់ដំបូងយើងកុំប្រើខ្មៅដៃប្រឈរធ្វើម៉េចយើងកាន់ខ្មៅដៃឲ្យដេកដើម្បីឲ្យងាយស្រួលផាត់ហើយវាឆាប់ពេញដោយសារប្រអប់យើងមានផ្ទៃរាបស្មើអញ្ចឹងយើងអត់អាចត្រេខ្មៅដៃជារបៀបកោងឬក៏ប្រឆិតប្រឆៀងបានទេយើងភាគច្រើនគឺយើងត្រូវប្រើបន្ទាត់ដេកនិងបន្ទាត់ឈរបន្ទាប់មកយើងចាប់ផ្ដើមផាត់ផ្នែកភ្លឺម្ដងរបៀបផាត់អត់ពិបាកប៉ុន្មានទេវាខុសគ្នាតិចពីមេរៀនមុនដោយសារមេរៀនមុនយើងគូក្បាលមានរាងមូលអញ្ចឹងបន្ទាត់យើងគឺត្រេច្រើនជ្រុងដល់ពេលរូបនេះវាជាប្រអប់4ជ្រុងអញ្ចឹងត្រេវាគឺអត់សូវច្រើនជ្រុងប៉ុន្មានទេវាមានតែដេកហើយនឹងឈរឯងបន្ទាប់មកយើងចាប់ផ្ដើមញីសម្មាល់ឲ្យម៉ត់ឥឡូវយើងចាប់ផ្ដើមចាប់ជ្រុងឲ្យដាច់ចេញពីគ្នាសិនដើម្បីចែកពលឺនិងសម្មាល់ចេញពីគ្នា
ចឹងកន្លែងបានប្រអប់នេះយើងត្រូវសង្កត់វាឲ្យដិតបន្តិចហើយបដិញយើងមើលតាមចិត្តតាមឆ្ងាយកន្លែងណាចិត្តយើងសង្កត់ឲ្យដិតជាងកន្លែងឆ្ងាយដើម្បីឲ្យមើលទៅឃើញវាមានចិត្តមានឆ្ងាយហើយយើងចាប់ដើមលម្អិតកន្លែងសម្ោតជ្រុងខាងនឹងទៅកន្លែងណានៅស្ទើថែមវាទៅតាមជ្រុងនេះយើងអាចថែមឲ្យវារាងដិតឲ្យដិតខ្លាំងជាងគេបន្តិចឲ្យមើលទៅឃើញរូបនឹងវាផុសហើយមេរៀនទី2នេះខ្ញុំសូមបញ្ចប់ត្រឹមនេះបើបងប្អូនមានចម្ងល់ទាក់ទងនឹងមេរៀនអាច comment នៅខាងក្រោមវីដេអូបានបើសិនជាការបង្រៀនរបស់នាងខ្ញុំមានកំហុសខុសឆ្គងកន្លែងណាមួយសូមអភ័យទោសទុកជាមុនសូមអរគុណសូមជម្រាបលា